our future in our hands. our future in our hands សួស្តីខ្ញុំឈ្មោះសុភ័ក្រហើយបច្ចុប្បន្នខ្ញុំជាអ្នក design សួនច្បារនិងទេសកលហើយក៏ជាសហគ្រិនម្នាក់ដែលផ្ដួចផ្ដើមសហគមន៍ផ្ទះចាស់និងភ្នំពេញ House Plant Festival ដោយសារតែបរិបទ COVID បានកើតឡើងបងក៏ឃើញពីបញ្ហារបស់សហគ្រិនផ្សេងទៀតដែលជាទូទៅយើងចំណាយច្រើនឬក៏ថាយើងចំណាយខ្ពស់ទៅលើថ្លៃប្រតិបត្តិជាពិសេសទៅលើថ្លៃជួលទីតាំងកន្លែងធ្វើការក៏កន្លែងប្រកបអាជីវកម្មតែម្ដងដើមឡើយហ្នឹងគឺខែបញ្ហាដែលយើងជាសហគ្រិនហ្នឹងជួបប្រទះខ្លួនឯងហើយក៏មានគំនិតមួយថាយើងគួរតែគៀងគងសហគ្រិនដទៃទៀតដែលគាត់ក៏ត្រូវការទីតាំងមួយនៅកណ្ដាលរាជធានីភ្នំពេញពួកគាត់ឆ្លាញ់សំណង់ស្ថាបត្យកម្មពីដើមសំណង់ចាស់ហើយមានភាពច្នៃប្រឌិតនិងគិតគូរពីអាជីវកម្មដែលយើងគិតគូរពីសង្គមឬក៏បរិស្ថានផ្ទះចាស់ចាប់ផ្ដើមដោយក្តីស្រឡាញ់ព្រោះសំណង់ចាស់វាផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ប៉ុន្តែសំណង់ចាស់គឺមានការបង្កើតការទំនាក់ទំនងជាមួយនឹងពន្លឺធម្មជាតិហើយក៏ដូចជាការទាញយកខ្យល់ធម្មជាតិមកប្រើដែរអគារសំណង់ចាស់ design ឡើងគឺគិតពីការរស់នៅរបស់មនុស្សហើយផ្សារភ្ជាប់ជាមួយនឹងធម្មជាតិជាក់ស្ដែងយើងឃើញសំណង់ចាស់មិនត្រូវ design ឡើងដោយគិតគូរពីការប្រើប្រាស់នៅធម្មពលដូចជាម៉ាស៊ីនត្រជាក់ជាដើមយើងឃើញមានប្អូនដែលជាសិស្សវិទ្យាល័យក៏គាត់មកស្វែងយល់មកមើលពីពណ៌សិល្បៈនឹងដែរអញ្ចឹងយើងគោលបំណងយើងចង់ឲ្យកន្លែងហ្នឹងវាជាកន្លែងមួយដែលគ្រប់គ្នាគាត់មានផាសុខភាពហើយគាត់មានអារម្មណ៍ថាវាជាកន្លែងមួយដែលគាត់អាចចេញចូលដោយសេរីបាននៅក្នុងឆ្នាំ2021បងបានផ្ដួចផ្ដើមវេទិកាមួយដែលបងដាក់ឈ្មោះថាភ្នំពេញ House Plant Festival ដែលវេទិកាហ្នឹងវាជាវេទិកាសាធារណៈមួយដែលយើងបានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងអំពីរុក្ខជាតិសួនច្បារនិងលំហបេតុងទៅកាន់សាធារណជនដែលយើងចំណាយពេល3ថ្ងៃយើងព្យាយាមមានមធ្យោបាយផ្សេងគ្នាដែលបំផុសគំនិតនិងផ្សព្វផ្សាយពីបរិស្ថានពីរុក្ខជាតិហ្នឹងតាមរយៈការធ្វើពិព័រណ៍សិល្បៈតាមរយៈការធ្វើសិក្ខាសាលាដែលយើងមានសិក្ខាសាលាបង្រៀនពីការដាំដើមឈើលម្អដាំផ្កាអ៊ូគីដេឬក៏យើងហៅថាកេសរកូលហ្នឹងហើយយើងមានជាកិច្ចពិភាក្សាទៀតជាក់ស្ដែងកម្មវិធីពិព័រណ៍រុក្ខជាតិនិងសួនច្បារភ្នំពេញលើកទី3នេះយើងមានកិច្ចពិភាក្សាដើម្បីធ្វើម៉េចនាំយកប្រធានបទតាក់ទងជាមួយនឹងការកំណត់នយោបាយលំហបេតុងឬក៏ការ design លំហបេតុងហ្នឹងឲ្យសាធារណជនគាត់យល់កាន់តែច្រើនជាងមុនសួនលំហបេតុងហ្នឹងវាដើរតួនាទីសំខាន់មែនទែនតាក់ទងជាមួយនឹងបរិស្ថានហើយក៏ដូចជាសុខុមាលភាពរបស់ប្រជាជនណាមកគាត់ថាយើងគួរតែមានលំហបេតុងឬក៏សួនច្បារសាធារណៈហ្នឹងឲ្យបានច្រើនជាងមុនច្រើនទីកន្លែងដើម្បីឲ្យសួនច្បារហ្នឹងវាខិតជិតជាមួយនឹងប្រជាជនអស់យើង different be the different